ដោយសារតែភាពស្រឡាញ់ចូលចិត្តនិងគាំពៀលើវិស័យទេសចរជាតិយើងខ្ញុំជាក្រុមការងារបានឈានមកដល់ប្រាសាទព្រះគោទៀតហើយភាពសោកសង្រេងស្វែងយល់ពីវប្បធម៌ដ៏រុងរឿងរបស់ខ្លួនធ្វើឲ្យយើងនឹកស្រណោះដល់អតីតកាលនៃអរិយធម៌គ្មានគូប្រៀបជ្រាបយល់ពីប្រវត្តិសាស្ត្រនៃប្រាសាទព្រះគោដែលតាមឯកសារបានបញ្ជាក់ឡើងថាប្រាសាទព្រះគោស្ថិតនៅចន្លោះរវាងប្រាសាទបាគងនិងប្រាសាទលលៃតាមលក្ខណៈប្រាសាទត្រូវបានគេកត់សម្គាល់ថាប្រាសាទកសាងឡើងនៅសតវត្សទី9ដោយព្រះបាទឥន្ទ្រវរ្ម័នទី1ឆ្នាំ877ដល់ឆ្នាំ889ព្រះអង្គសាងប្រាសាទនេះគឺដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនាព្រមទាំងបានសាងឡើងដើម្បីឧទ្ទិសដល់ព្រះមេដាព្រះបិតារបស់ព្រះអង្គនិងបុព្វការីជនព្រះបាទជ័យវរ្ម័នទី2និងអគ្គមហេសីប្រាសាទព្រះគោមានកំពែង3ជាន់ដែលមានគោបុរៈក្រោយពេលដែលយើងបានផ្ដិតយករូបភាពប្រាសាទព្រះគោរួចមកយើងបានមកដល់ប្រាសាទបាគងវិញម្ដងតាមលក្ខណៈភូមិសាស្ត្រនៃប្រាសាទបាគងនៅខាងត្បូងនៃប្រាសាទព្រះគោកសាងឡើងដោយស្នាព្រះហស្ថព្រះបាទឥន្ទ្រវរ្ម័នទី1ក្នុងឆ្នាំ881ដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនាតាមឯកសារបានបញ្ជាក់បន្ថែមថាប្រាសាទបាគងសង់នៅចំកណ្ដាលនៃទីក្រុងហរិហរលីជាប្រភេទប្រាសាទភ្នំតំណាងឲ្យព្រះសុមេរុគូចរលើកំណាត់មាគានៃការធ្វើសមាហរណកម្មនយោបាយទេសចរជាតិបានញ៉ាំងឲ្យព្រះរាជាណាចក្រកម្ពុជាមានមោទនភាពក្រៃលែងតាមការដឹកនាំរបស់រាជរដ្ឋាភិបាលបានជំរុញវិស័យមួយនេះកំពុងត្រូវលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកជាតិនិងអន្តរជាតិដែលធ្វើឲ្យពិភពលោកបានទទួលស្គាល់ថាព្រះរាជាណាចក្រកម្ពុជាពិតជាមានមោទនភាពដ៏មហិមានៃខឿនវប្បធម៌ជាតិនិងមានបេតិកភណ្ឌអរិយធម៌វិសេសវិសាលពុំអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិខណៈនេះព្រះទិននគរក៏ពុំបានបង្អង់នៅឆពាន់របស់ខ្លួនឡើយតែផ្ទុយទៅវិញលោកកាន់តែបង្កើននៅកម្ដៅរបស់ខ្លួនស្ទើរតែទ្រាំពុំបានប៉ុន្តែពុំថ្មីឡើយសម្រាប់ក្រុមការងាររបស់យើងពួកយើងទាំងអស់គ្នាបានបង្កើនសមត្ថភាពទ្វេឡើងដើម្បីផ្ដិតយករូបភាពនៃប្រាសាទអង្គរវត្តឲ្យបានល្អស្អាតបញ្ជាក់ពីទឹកចិត្តស្មោះក្នុងការទ្រទ្រង់មរតករបស់ខ្លួនចូលរួមចលនាផ្សព្វផ្សាយវប្បធម៌ជាតិនេះឲ្យកាន់តែមានភាពល្បីល្បាញទ្វេឡើងលើសកលលោកកាលដែលយើងបានទស្សនាប្រាសាទអង្គរវត្តពេលណាយើងតែងតែមានអារម្មណ៍ជឿជាក់ហើយគិតថាអង្គរវត្តនេះហើយជាមរតករបស់ព្រលឹងជាតិជាដួងកែវជាអច្ឆរិយវត្ថុតំណាងឲ្យជាតិខ្មែរទាំងសាច់ទាំងឈាមទឹកដីសវណ្ណភូមិពុំអាចមានសត្រូវណាអើតមកប៉ុនប៉ងយាយីលើប្រាសាទដែលជាមរតកជាតិនេះបានឡើយរួមសេចក្តីមកយើងទាំងអស់គ្នាដែលបានកើតមកជាជនជាតិខ្មែរមានសេចក្តីមោទនភាពជាតិខ្លាំងណាស់ដោយបានបុព្វបុរសជីដូនជីតាបុព្វការីជនបានសាងសង់នៅសមិទ្ធផលដ៏មហិមាច្រើនសន្ធឹកសន្ធាប់ទោះជានៅទីណាក៏មានប្រាសាទបុរាណដែរនោះគ្រាន់តែខេត្តខ្លះមានតិចខេត្តខ្លះមានច្រើនតួយ៉ាងដូចជាខេត្តសៀមរាបនេះដែលសម្បូរទៅដោយប្រាង្គប្រាសាទជាច្រើនហើយភាគច្រើនប្រាសាទសុទ្ធតែនៅល្អនិងមានវិជ្ជមានធំស្កឹមស្កៃទៀតផងសំឡេងអង្គួចដឹងហើយហៅសុំសេចក្តីនឹករលឹកបង្អួតរៀងស្រស់សោភានាកណ្ដាលទ្វីបលោកកាហាក់ចង់ប្រាប់ដល់ភ្ញៀវទេសចរថាពេលនេះម៉ោងនេះអ្នកបានស្គាល់និងបានឃើញរូបដ៏ស្រស់ផូរផង់របស់ខ្ញុំហើយដូច្នេះអ្នកកុំធ្វេសកន្តើយសូមផ្ដិតយកនៅរូបខ្ញុំទៅជាមួយអ្នកផងទៅប្រាប់មនុស្សក្នុងលោកកា
មេត្តាកំបោះបងរូបខ្ញុំឲ្យនៅកំព្រីឯកាអ្វីដោយឮពាក្យដឹងហើយហៅដូច្នេះហើយយើងទាំងអស់គ្នាជាក្រុមការងារក៏ពុំបានបង្អង់ពេលវេលាដែរគឺយើងខិតខំផ្ដិតយករូបភាពគ្មានចន្លោះដើម្បីផ្សាយជូនដល់លោកតាលោកយាយនៅឯប្រទេសក្រៅបានទស្សនាពីអច្ឆរិយៈរបស់មាតុប្រទេសយើងតាមសាវតាស្ដីពីប្រាសាទនេះបានសរសេរថាប្រាសាទអង្គរវត្តគឺជាបុរីជាទីក្រុងហើយថែមទាំងជាវិហារឬក៏ជាចេតិយដ៏ធំទៀតផងប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សទី11ដោយស្នាប្រហោះព្រះបាទសូរ្យាវរ្ម័នទី2ដែលទ្រង់មានព្រះបរមនាមក្រោយពេលទីវង្គតថា